តើត្រូវត្រៀមអ្វីខ្លះនៅពេលដែលបងប្អូនប្រកាសថាបងប្អូនចង់ក្លាយខ្លួនជាសិស្សមន្ត្រីក្រមការតាមរយៈសាលាអឺរ៉ាថ្ងៃនេះខ្ញុំនឹងមកចែករំលែកនៅបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនៅពេលដែលខ្ញុំបានសម្រេចចិត្តដាក់ពាក្យប្រឡងជាសិស្សមន្ត្រីក្រមការនៅសាលាអឺរ៉ាអញ្ចឹងបើសិនបើយើងទាំងអស់គ្នាប្រកាសចិត្តថាយើងចង់ក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងចូលសាលាភូមិន្ទរដ្ឋបាលឬក៏ហៅថាអឺរ៉ាបងប្អូនត្រូវតែប្រកាសថាបងប្អូនពិតជាចង់ក្លាយខ្លួនជាសិស្សមន្ត្រីពិតប្រាកដមែនហើយបងប្អូនត្រូវតែព្យាយាមសិក្សាស្វែងយល់នៅគោលវិធីក៏ដូចជាចំណេះដឹងទូទៅផ្សេងតាមរយៈការអានសៀវភៅការស្កត់ចំណាំតាមរយៈការចែករំលែករបស់រៀមច្បងមុនដែលគាត់ធ្លាប់បានឆ្លងកាត់ការគាត់ចំណាំនៅចំណុចទាំងឡាយណាដែលបងប្អូនគិតថាមានប្រយោជន៍ដូចជាកម្រងសំណួរពហុចម្លើយដែលត្រូវបានចែករំលែកតាមរយៈបណ្ដាញសង្គមមាន Facebook YouTube និង Telegram ជាដើមមួយវិញទៀតបងប្អូនត្រូវតែលៃពេលមើលនៅអ្វីដែលបងប្អូនបានសន្សំជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ឲ្យបានម្ដងទៅ2ដងក្នុងមួយថ្ងៃជាប្រចាំបើសិនបើបងប្អូនពិតជាចង់ក្លាយខ្លួនជាសិស្សមន្ត្រីក្រមការពិតមែនចាប់ពីពេលនេះគឺមិនហួសពេលទេគឺបងប្អូនអាចមានពេលគ្រប់គ្រាន់សម្រាប់មើលមេរៀនសន្សំនៅចំណេះដឹងទូទៅក៏ដូចជាមើលនៅភាសាអង់គ្លេសមួយចំនួនដែលនឹងត្រូវប្រឡងនៅវគ្គដាច់ព្រឹកខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូននៅក្នុងវីដេអូនេះសូមអរគុណ